丈夫？なんか今走馬灯が ស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ការស្រាយរឿងថ្មីមួយទៀតដែលមានការចេញរឿងថ្មីយូរហើយដែលរឿងនេះក៏មានចំណងជើងថារាជនីកំផែងតកនឹងហើយចំណងជើងនេះមិនមែនដាក់ឌីតួស្រីឬក៏ចង់និយាយពីអូរ៉ូរ៉ាក្នុង Mobile Legends ទេដែលរឿងនេះគឺចង់និយាយពីនារីដ៏តូចច្រឡឹងម្នាក់មានរូបសម្រស់ស្រស់ស្អាតដែរតោះត្រង់ថាក៏ទឿបន្តិចធ្វើឲ្យសិស្សទាំងរួមថ្នាក់និងរួមសាលានឹងតែងតែបូលីនាងហើយនៅពេលដែលមានប្រុសស្អាតទៅចិត្តស្និទ្ធជាមួយនាងនឹងក៏មានស្រីផ្សេងនឹងមកធ្វើបាបនាងផងដែរដោយសារការប្រច័ណ្ឌចឹងហើយទើបតួស្រីនេះលែងចង់ពាក់ព័ន្ធជាមួយមនុស្សទាំងអស់នេះនឹងបានដកខ្លួនចេញពីមនុស្សគ្រប់គ្នាដែលអត្តចរិតដ៏ត្រជាក់ស្រេបរបស់នាងចឹងកុំឲ្យវែងឆ្ងាយយើងចូលសាច់រឿងទាំងអស់គ្នាដែលរឿងហេតុនឹងកើតឡើងនៅសាលាអនុវិទ្យាល័យមួយហើយតួស្រីនេះមានឈ្មោះថា Koyuki Hikawa ដែលនាងនឹងត្រូវបានគេបង្អាប់ដោយអា3នាក់នេះវាមកស្ទាក់សួរនាងថាក្នុងចំណោម3នាក់វានឹងនរណាសង្ហាជាងគេមុខដូចអាចទាំង3ហ្នឹងហើយវាក៏បានសើចចំអកព្រោះគិតថានាងនឹងអៀនចឹងទៅនាងក៏មានមិត្តស្រីជិតស្និទ្ធផងដែរដែលគេប្រាប់កុំឲ្យនាងនឹងខ្វល់ពីពណ៌អត់ប្រយោជន៍ទាំងអស់ហ្នឹងតែក៏មាន2នាក់ទៀតវាមកបង្អាប់រឿងកម្ពស់របស់នាងផងដែរទាបពេកមើលអត់ឃើញមិនដាបុកសូម្បីតែមានគេសុំស្រឡាញ់នឹងក៏ត្រូវសិស្សស្រីផ្សេងនឹងបង្អាប់មើលងាយដូចគ្នានឹងធ្វើបាបទៀតដោយទ្រាំលែងបានកំផែងតកនឹងក៏បានសាងសង់ឡើងនៅជុំវិញខ្លួនរបស់នាងកាត់មកជីវិតវិទ្យាល័យរបស់ Koyuki វិញដែលនៅក្នុងថ្នាក់មួយហ្នឹងគឺមានសិស្សស្រីនឹងនាំគ្នារៀបចំជប់លៀងពេលប្រឡងចប់ហើយដែលសិស្សស្រីថ្នាក់នេះគឺសុទ្ធតែស្អាតចឹងធ្វើឲ្យប្រុសថ្នាក់ផ្សេងហ្នឹងមកលបមើលហើយចង់រៀននៅក្នុងថ្នាក់ហ្នឹងដែរពេលហ្នឹង Koyuki ក៏បានមកពីក្រោយ2នាក់ហ្នឹងដោយគ្រូហ្នឹងពឹងនាងឲ្យជួយយកសភៅឲ្យវាហើយនាងក៏បាននិយាយទាំងកែវភ្នែកដ៏គួរឲ្យខ្លាចធ្វើឲ្យ2នាក់ហ្នឹងភ័យចង់លេចនោមដែលអត្តចរិតបែបនេះហើយទៅធ្វើឲ្យគ្រប់គ្នាហៅនាងថារាជនីព្រោះនាងមិនដែលជាលោកមកនិយាយជាមួយនរណាគេឡើយនឹងមានចំហាយមួយដែលហាមមិនឲ្យគេនឹងនិយាយជាមួយនាងទៅទៀតក្រោយមកនាងក៏បានដើរជួបគ្នាជាមួយនឹងសិស្សស្រីល្បីប្រចាំថ្នាក់តែ Koyuki នឹងមិននិយាយរកនាងនោះទេទោះបីជា2នាក់គេនឹងជាមិត្តជិតស្និទ្ធក៏ដោយក្រោយមកនាងក៏បាននឹកឃើញថានាងរៀនចិត្តចប់ទៅវិញហើយតែគ្មានរឿងរំជើបរំជួលអ្វីកើតឡើងតទៅសោះតែវាក្រន់ជាងការនាងរៀននៅអនុព្រាមនឹងនាងក៏បានឆ្លងកញ្ចក់មើលមុខខ្លួនឯងឆ្ងល់ថាមិនបានគ្រប់គ្នាខ្លាចនាងអញ្ចឹងហើយនេះនាងក៏ទាញថ្ពាល់នឹងឲ្យឃើញញញឹមបន្តិចតែតួប្រុសសក់លឿននឹងក៏បានមើលមកនាងធ្វើឲ្យនាងភ័យដួលបដ ாய் ទៅដែលប្រូនឹងឈ្មោះ Minato ពេលនឹងមិត្តរបស់គេម្នាក់ទៀតឈ្មោះ Yuta ក៏បានមកដល់ដូចគ្នានឹងបានស្ដីឲ្យ Minato ដែលធ្វើបាបតួស្រីម្នាក់នេះអញ្ចឹងគេក៏ជួយលើកនាងឡើងតែ Yuta នឹងគឺខ្ពស់មែនតើនិយាយទៅ2នាក់ហ្នឹងគឺខ្ពស់ដូចថ្នោតអញ្ចឹងYutaក៏សុំទោសជំនួសមិត្តគេតែ Minato នឹងមិនបានធ្វើអ្វីនោះឡើយអញ្ចឹងពួកគេក៏លាគ្នាចាក់ចេញទៅត្រឡប់មកក្នុងថ្នាក់រៀនវិញគឺមានសិស្សស្រីម្នាក់បានអង្គុយនៅតុរបស់នាងអញ្ចឹងនាងគិតថាគួរចោទចាំនាងចេញឬទៅនិយាយជាមួយតែសម្រាប់សិស្សស្រីនៅវិញពេលកលែកភ្នែកចំ Koyuki ក៏ដឹងខ្លួនថាអង្គុយលើតុនាងអញ្ចឹងក៏រត់បញ្ញាបញ្ញាប់ចេញទៅហើយនាងអង្គុយជិត Koyuki នឹងក៏រៀងផាត់ភ័យដែរអញ្ចឹងក៏សុំទោសតែ Koyuki នឹងមិនដឹងថានាងសុំទោសរឿងអីនោះទេអញ្ចឹងក៏ដល់ម៉ោងទៅផ្ទះ Koyuki នឹងក៏បានឆាតទៅមិត្តរបស់នាងបើចង់ទៅផ្ទះជាមួយគ្នាគឺត្រូវមកជួបនាងនៅពេលដែលនាងរាប់ដល់10អញ្ចឹងមិត្តនាងក៏ស្ទុះរត់មកតែម្ដងនឹងបានមកដល់នៅវិនាទីចុងក្រោយធ្វើឲ្យ Koyuki នឹងអស់សំណើចដែលមិត្តនាងយកសម្ដីលេងសើចរបស់នាងជាផ្លូវការបានជួបគ្នាអញ្ចឹងមិត្តនាងក៏សួរថាមិនបានមិននិយាយរកគ្នាពេលដើរជួបគ្នានៅក្រៅថ្នាក់ហ្នឹងតែ Koyuki អត់មានអីនិយាយជាមួយនាងទេពេលហ្នឹងហើយមិត្តរបស់នាងម្នាក់នេះឈ្មោះថា Miki Azumi អញ្ចឹង Miki ក៏រអ៊ូមិនបានម្នាក់ចាត់ទុកនាងដូចជាមនុស្សពិសេសឬតារាល្បីម្នាក់អញ្ចឹងព្រោះកាលមុនហ្នឹងគេតែងតែដៀនាងថាដូចស្វាឪបើមិនតែនទៅគឺនាងចង់លេងច្រើននិងធ្វើរឿងឈួតផ្សេងដើម្បីឲ្យគេសើចតែដល់នៅសាលានាងត្រឡប់ធ្វើអញ្ចឹងទៅហើយនាងក៏មិនអាចផ្លាស់ប្ដូរមកអត្តចរិតពិតរបស់នាងវិញបាននោះទេអញ្ចឹងក៏យួនហ្នឹងឯងឈ្មោះក្រៅដែលមិត្តនាងហៅហ្នឹងគឺ Koyun នាងក៏ថាចរិតរបស់ Miki នេះទោះយ៉ាងម៉េចក៏ដោយបើមនុស្សចង់និយាយជាមួយនាងគេនៅតែនិយាយដដែលទេកុំខ្វល់ជាមួយអ្នកដែលមិននិយាយរព្រោះថា Koyun ហ្នឹងបើមិនមានមនុស្សនិយាយជាមួយនាងហ្មងគឺល្អមែនតើតែ Miki ហ្នឹងបើគ្មានអ្នកនិយាយរមួយថ្ងៃនាងមិនអាចរស់បាននោះទេអញ្ចឹងពួកគេក៏បន្តរំលឹកមេរៀនទៀតនៅថ្ងៃស្អែកពេលដែល Koyun មកដល់សាលានាងក៏ដឹងថាសៀវភៅរបស់ Miki ហ្នឹងបានច្រឡំនៅក្នុងកតារបស់នាងអញ្ចឹងនាងក៏ដើរទៅថ្នាក់ Miki ដើម្បីសងសៀវភៅនាងវិញតែពេលបើកទ្វារមក Yuta ក៏បានដើរចេញមកបុកនាងធ្វើឲ្យដួលចៃដន្យនេះYutaក៏បានចាប់នាងតន់ចឹងដួលតែសភៅទេYutaក៏បានអោនមកចិត្តនាងដោយសារតែភ្នែករបស់គេនឹងញោបដល់អោនចិត្តពេកចឹងKoyunនឹងក៏បាននឹកដល់អតីតកាលនាងឲ្យចំណីសัตว์កវែងវាក៏បានអោនក្បាលលៀនដាតមកថ្លែហ្នឹងមកចិត្តនាងធ្វើឲ្យនាងនឹងភ័យប្រឡឹងរត់ចេញស៊ីតរ៉េនអស់ពេលមើលចិត្តចឹងទៅទើបYutaនឹងចំណាំនាងបានចឹងគេក៏សុំទោសដែលដើរបុកនាងហើយគេនៅក្នុងថ្នាក់5ដែលជាថ្នាក់របស់ Miki នេះគឺដើម្បីមកសងសភៅគេវិញដូចគ្នាចឹងKoyunនឹងក៏ចូលយកសភៅឲ្យ Miki តែនាងមិនដឹងថា Miki អង្គុយនៅតុណានោះទេចឹងYutaក៏បាននាំនាងទៅតុ Miki និងប្រាប់នាងឲ្យសរសេរសម្បត្តិប្រាប់អីចឹងទៅតែនាងបានឆាតប្រាប់ Miki រួចទៅហើយចឹងគេក៏បានលាគ្នាទៅថ្នាក់រៀងខ្លួនហើយYutaក៏បានហៅឈ្មោះនាងថា Himuro ដោយសារតែគេមិនដឹងឈ្មោះនាងនោះទេ
ពេលដែលនាងដើរទៅទីធ្លាសាលាក៏ជួបនឹងមីណាតូកំពុងសើចសប្បាយជាមួយមិត្តរបស់គេធ្វើឲ្យនាងនឹងឆ្ងល់មិនបានគេចូលចិត្តដើរជាក្រុមម្ល៉េះបើនាងវិញនាងមិនខ្វល់ពីនរណាឡើយសូម្បីតែអ្នករៀនក្នុងថ្នាក់ជាមួយនាងភ្លាមនឹងភ្នែកគេទាំងពីរនាក់ក៏បានមើលចំគ្នាចឹងខូយូនក៏បានរត់ចេញទៅទាំងតែមីណាតូនឹងបក់ដៃចោលចឹងនាងក៏បានមកទិញអីផឹកពេលកំពុងតែរើសនឹងមីណាតូក៏មកសួរមិនបាននាងនឹងមិននិយាយជាមួយគេព្រោះគេខំលើកដៃសួរស្ដីទៅហើយតែនាងមិនបានដឹងនោះទេហើយទឹកដែលនាងច្រឡំដៃចុចនោះក៏ចំរបស់ដែលនាងមិនចូលចិត្តទៅទៀតសម្រាប់មនុស្សដែលមានចរិតខុសពីនាងបែបនេះនាងគិតថាគេប្រកាសជាមានបំណងផ្សេងពេលនោះមិត្តភ័ក្តិរបស់មីណាតូហ្នឹងក៏មកដល់អញ្ចឹងគេក៏បានណែនាំឈ្មោះពេញរបស់គេគឺអាម៉ាមីយ៉ាមីណាតូហើយការនិយាយគ្នារបស់ក្រុមមីណាតូនេះគឺមិនមែនជា vibe ដែលនាងចង់នៅចិត្តនោះទេពេលហ្នឹងពួកក្រុមមីណាតូហ្នឹងក៏ស្រឡាំងកាំងទាំងអស់ដោយសារតែនាងបដូរទឹកមុខហើយមីណាតូក៏ធ្វើជាទាញថ្ពាល់ដោយការដែលគេជួបនាងដំបូងអញ្ចឹងនាងក៏គិតថាគួរតែតបយ៉ាងម៉េចទៅវិញចុងក្រោយនាងក៏ញញឹមហើយដើរចេញទៅធ្វើឲ្យមិត្តមីណាតូហ្នឹងគិតថាប្រហែលជានាងខឹងពួកគេដែលចូលមករញ៉េរញ៉ៃតែមីណាតូមើលដឹងថានាងបានដាក់របាំងមិនចង់ឲ្យនរណាចូលទៅចិត្តនាងមូលហេតុដោយសារតែការប៊ូលីនឹងឯងអញ្ចឹងអ្នកចូលចិត្តប៊ូលីគេគួរគិតពិចារណាឡើងវិញដោយគ្រួសារនឹងក៏ជួយមិនបានអញ្ចឹងនាងមានតែសាងសង់កំផែងតករារាំងកុំឲ្យមនុស្សចាំតែដៀលមាក់ងាយគេនឹងចូលក្នុងជីវិតនាងដោយទាំងមនុស្សល្អទៀតនៅពេលចេញទៅផ្ទះមីគីក៏មានប្រជុំសិស្សអញ្ចឹងខូយូននឹងក៏ដើរទៅកន្លែងចាំមីគីតែម្នាក់ឯងដែលធ្វើឲ្យពួកបាតសង្គមនឹងមកតាមរញ៉េរញ៉ៃចង់ឲ្យនាងនឹងទៅតាមពួកគេពេលដែលនាងចង់រត់ចេញពួកវាក៏ចាប់ដៃនាងជាប់ដោយមិនអាចរើខ្លួនរួចពេលនោះនាងក៏បានឃើញយូតាដើរកាត់នឹងអញ្ចឹងនាងក៏បក់ដៃហៅតែនាងអត់ចាំឈ្មោះគេនោះទេពេលនោះយូតាក៏បានកន្លែងមកឃើញតែដូចប្រាប់មុនអញ្ចឹងគឺភ្នែកគេមញោកហេតុនេះគេក៏បន្តដើរទៅមុខទៀតអញ្ចឹងនាងមានតែខ្លួនទីពឹងខ្លួនក៏កវាសដៃពួកនឹងចេញហើយក៏រត់មកបុកនឹងយូតានឹងបានសង្ស័យថាគឺជានាងហើយអញ្ចឹងមិនគេដើរឆ្លងផ្លូវមកតែប្រទេសមានច្បាប់អញ្ចឹងគេត្រូវដើរតាមគំនូសថ្មើរជើងមិនឆ្លងមកកើតអញ្ចឹងនាងក៏សុំឲ្យយូតានឹងសម្ដែងធ្វើមិត្តរបស់នាងដើម្បីគេចពីពួកតាមនាងហ្នឹងយូតាក៏ប្រឹងសម្លឹងមើលថាពួកហ្នឹងគឺជានរណាធ្វើឲ្យពួកនេះចង់ខ្លាចពីអ្នកគេទៅហើយអញ្ចឹងយូតាហ្នឹងគឺថាខូយូនឹងប្រហែលល្បីហើយមិនមានគេតាមញ៉ាយអញ្ចឹងតែនាងថាពួកគេមកដល់ដើម្បីមើលងាយនឹងសារចំអកនាងប៉ុណ្ណោះអញ្ចឹងយូតាក៏សួរថាចង់ឲ្យគេនឹងទៅវាយពួកវាអត់あいつらぶん殴っといた方が良かった？តែវាមិនចាំបាច់នោះទេអញ្ចឹងពីរអ្នកគេនឹងក៏ដើរទៅកន្លែងណាត់ជួបមីគីជាមួយគ្នាទៅអញ្ចឹងគូយូនឹងក៏សួរពីឈ្មោះរបស់គេតែគេនឹងឲ្យតែឈ្មោះយូតាតែប៉ុណ្ណោះក្នុងពេលនោះយូតាក៏ប្រាប់ថាគេក៏ជាមិត្តរបស់មីគីដែរដែលគេស្គាល់គ្នាពេលរៀនគួរហើយគេក៏ចូលចិត្តចរិតមីគីកាលពីមុនជាងដូចតែនឹងខូយូនដែរអញ្ចឹងពីរអ្នកគេក៏ចាប់ផ្ដើមនិយាយត្រូវៗគ្នាហើយមីណាតូដែលកំពុងស៊ី burger នឹងក៏បានឃើញពីរអ្នកគេដើរជាមួយគ្នាក្រោយមកពេលមីគីមកដល់ក៏ចម្លែកចិត្តដែលយូតានិងខូយូននៅជាមួយគ្នាអញ្ចឹងនាងក៏ចង់ដឹងតែកន្លែងនេះគេឲ្យរក្សាភាពស្ងៀមស្ងាត់ពេលចេញមកវិញនាងក៏ជំទាវយកតែម្ដងតែពីរអ្នកគេរាប់អានគ្នាអត់មានប្រាប់នាងឲ្យមួយម៉ាត់អញ្ចឹង3អ្នកគេក៏បានដើរទៅផ្ទះជាមួយគ្នានិយាយពីគ្រួសាររបស់យូតាអញ្ចឹងទៅយូតាក៏ទិញទឹកផ្អែមដើម្បីបើខួរក្បាលផងដែរនិងចេញលុយទិញឲ្យពួកនាងដូចគ្នាហើយយូតាមីណាតូនិងមីគីនឹងតែងតែដើរជាមួយគ្នាអញ្ចឹងខូយូនគិតថានៅមានមីណាតូម្នាក់ទៀតក្នុងពេលនោះយូតាក៏ហៅឈ្មោះនាងខូយូនដែរព្រោះគេមិនសូវចូលចិត្តនិយាយគួរសមច្រើនពេកនោះទេおいよはいでしょអញ្ចឹងគេក៏ចែកផ្លូវគ្នាទៅផ្ទះវិញចំណែកមីណាតូក៏បានគិតដល់ខូយូនដែលគេតែងតែតាមដាននាងចំណិចពេលដែលជួបគ្នាម្ដងហើយឃើញថានាងនៅម្នាក់ឯងរហូតក្នុងពេលនោះក៏មាននារីម្នាក់ទេមកចង់ជួបគេដែលនាងនឹងចង់បាយគ្នាជាមួយមីណាតូព្រោះនាងដឹងថាមីណាតូនឹងមិនបានស្រឡាញ់នាងនោះទេគ្រាន់តែអាណិតប៉ុណ្ណោះពេលមកសាលាវិញមិត្តគេនឹងគ្រាន់តែដឹងបាយសង្សារភ្លាមឌឺភ្លាមតែម្ដងព្រោះពួកនឹងដឹងថាមិនយូរទេមីណាតូនឹងមានមិត្តស្រីផ្សេងទៀតហើយសិស្សស្រីនឹងឮគេបាយគ្នាភ្លាមក៏ចង់ដឹងឮតែម្ដងពេលនេះយូតាក៏បានដើរចូលមកហើយគិតថាមីណាតូនឹងធ្វើបាបស្រីទៀតហើយពេលម៉ោងសម្រាកមីណាតូនឹងក៏សួរយូតាដែលគេបានដើរជាមួយនឹងខូយូនយូតាមិនបានប្រកែកទេដែលពីរអ្នកគេនឹងជួបគ្នាដោយចៃដន្យនឹកដើមដង្ហើមដល់គេក៏មកវាក់ជាមួយនឹងខូយូនហើយយូតានិងខូយូននឹងក៏បានហៅឈ្មោះគ្នាយ៉ាងជិតស្និទ្ធដែលពេលនេះនាងមកបន្ទប់ព្យាបាលដើម្បីរកម៉ាស៊ីនកម្ដៅនិយាយយូរពេកពេទ្យសាលានឹងក៏បដិញ3អ្នកគេចេញអញ្ចឹងមីណាតូនឹងក៏ឆ្លៀននិយាយជាមួយនាងតែនាងហាក់មិនសូវចង់និយាយជាមួយគេទេហើយក៏បានចាក់ចេញសម្រាប់ការប្រស្រ័យតាក់ទងរវាងខូយូននិងយូតានឹងធ្វើឲ្យមីណាតូគិតថាពីរអ្នកគេមិនមែនគ្រាន់តែជួបគ្នាតាមផ្លូវទេយប់ឡើងយូតាមីគីនិងខូយូនក៏ដើរទៅផ្ទះជាមួយគ្នាទៀតហើយពេលដើរនឹងយូតាក៏ដើរបុកបកោភ្លើងផងដែរいやいやそれほどでដោយយូតានឹងសន្យាជួយបង្រៀនពីអ្នកស្រីនេះនៅថ្នាក់របស់គេតែខូយូននឹងខ្លាចជួបនឹងមីណាតូអញ្ចឹងយូតាក៏ប្រាប់នាងកុំឲ្យបារម្ភព្រោះតែកណ្ដឹងតើងមីណាតូនឹងចេញទៅក្រៅថ្នាក់បាត់ហើយពេលជិះរទេះភ្លើងមីគីនិងខូយូននឹងក៏បានប៉ាដណ្ដើមកន្លែងគ្នាអង្គុយដែលនៅសល់មួយតែក៏មានបរិសុទ្ធចំណាស់ម្នាក់មកអញ្ចឹងពួកគេនឹងក៏ឲ្យគាត់អង្គុយទៅដែលមីគីថាពួកគេនឹងដល់កន្លែងចុះហើយពេលរទេះភ្លើងឈប់បើកទ្វារពួកគេក៏ដើរចេញហើយក៏រត់ស្ទុយទៅទ្វារមួយទៀតដោយសារតែមីគីនឹងក៏ហត់ថាគេដល់កន្លែងចុះមិញហ្នឹងក្រោយមកមីគីក៏បានប្រាប់ថានាងនឹងរកការងារធ្វើនៅពេលប្រឡងចប់អញ្ចឹងនាងមិនអាចដើរទៅផ្ទះជាមួយខូយូនទៀតទេហើយនេះនាងចង់ឲ្យខូយូននោះមកហាងរបស់នាងតែញ៉ាំអីកន្លែងហាងម្នាក់ឯងអញ្ចឹងមិនមែនជាទម្លាប់នាងទេណាមួយគ្មានលុយហូប burger រាល់ថ្ងៃនោះឡើយអញ្ចឹងមីគីក៏ឲ្យហៅយូតាមកជាមួយដែរទៅបានគ្នាក្រោយមកពួកគេក៏មកដល់ផ្ទះរៀងខ្លួនខូយូនក៏ចាប់អារម្មណ៍ថានាងអាចញញឹមបានវិញព្រោះថាថ្ងៃនេះមានរឿងសប្បាយច្រើននៅរំពឹងថាថ្ងៃស្អែកនឹងមានរឿងសប្បាយកើតឡើងបន្តទៀតតែក្នុងចិត្តនាងមួយទៀតគឺចង់នៅម្នាក់ឯងមិនចង់ពាក់ព័ន្ធជាមួយនរណាទាំងអស់អញ្ចឹងថ្ងៃស្អែកខូយូនក៏មករកយូតាដល់ថ្នាក់ដើម្បីសិក្សាមីណាតូក៏បានសួរពីអ្នកគេនឹងជាសង្សារគ្នាមែន
ខូយ៉ូនឹងក៏បានប្រកែកអញ្ចឹងយូតាក៏បានប្រាប់ថាពួកគេជុំគ្នាដើម្បីរៀនដែលមីគីនឹងក៏មកដែរហើយនាងក៏បានមកមែនអញ្ចឹងមីណាតូនឹងក៏ទាញតុកមករៀនជាមួយពួកគេដែរទៅហើយមុនស្នេហ៍របស់មីណាតូនឹងមើលទៅមិនអាចទម្លុះចិត្តរបស់ខូយ៉ូបានទេហើយភាគខាងមុខនឹងទៅជាយ៉ាងម៉េចទៀតចាំតាមដានវីដេអូក្រោយ Bye Please, sir, I want some more.